លោកឧត្តមសេនីយ៍ត្រីបនបិនមេបញ្ជាការកងរាជវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពពិធីបិទវគ្គវឹកវើរបស់សិក្ខាកាមកងរាជវុធហត្ថនៅព្រឹកថ្ងៃអង្គារទី3ខែមិថុនាឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីបនបិនមេបញ្ជាការកងរាជវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពពិធីបិទវគ្គវឹកវើរបស់សិក្ខាកាមកងរាជវុធហត្ថដើម្បីជាការដុសខាត់ជំនាញក៏ដូចជាការរំលឹកមេរៀនឡើងវិញពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងនាយសេនាធិការរងនិងនាយទាហានរងនៃកងរាជវុធហត្ថដែលប្ររពធ្វើឡើងនៅទីលានវឹកហាត់ស្ថិតនៅក្នុងសង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យថ្លែងនៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីបនបិនក៏បានលើកឡើងថាការងារវឹកវើជាកិច្ចការចាំបាច់របស់កងកម្លាំងដើម្បីពង្រឹងកាយសម្បទាឲ្យបានរឹងមាំរហ័សរហួននិងមានសុខភាពល្អលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់យោធាចានិងសិក្ខាកាមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការវឹកហាត់នេះផងដែរផ្សាយដោយអង្គភាពប្រមាណជាដែន TV News